សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះធុនឌីណាខ្ញុំជាសិល្បករហើយខ្ញុំមកពីខេត្តកំពង់ចាមចំណងជើងពិព័រណ៍ថ្មីរបស់ខ្ញុំមានចំណងជើងថាអ្នកចិត្តខាងហេតុអីបានខ្ញុំរើសយកប្រធានបទអ្នកចិត្តខាងហ្នឹងដោយសារការខ្ញុំនៅទូចខ្ញុំនៅក្មេងៗគឺនៅក្រោយផ្ទះខ្ញុំគឺទន្លេមេគង្គហើយមានជនជាតិចម្រុះជនជាតិដែលគាត់រស់នៅក្នុងមានខ្មែរមានមូស្លីមមានវៀតណាមមានអីចឹងទៅហើយពួកគាត់មុខរបរពួកគាត់គឺអ្នកនេសាទពួកគាត់រស់លើទូកហើយក្មេងៗហ្នឹងពួកអ្នកនេសាទគាត់មានកូនតូចៗហ្នឹងហើយកូនទាំងអស់ហ្នឹងគឺអាយុត្បាខ្ញុំហើយយើងលេងមួយគ្នាបន្ទាប់ពីមកពីស្លាយើងលេងមួយគ្នានៅក្នុងអីហ្នឹងគឺជាការចងចាំមួយដែលពិបាកភ្លេចព្រោះវាទិដ្ឋភាពដែលធ្វើឲ្យយើងសប្បាយពីក្មេងៗអញ្ចឹងណាអញ្ចឹងទេបានដល់កំឡុងឆ្នាំ2002 2003គ្រួសារខ្ញុំបានផ្លាស់ប្ដូរមកនៅទីក្រុងដើម្បីផ្លាស់ប្ដូរជីវភាពហើយនឹងការសិក្សាហើយរយៈពេលដ៏យូរមានថាយើងអាចបានទៅត្រឡប់ទៅស្រុកវិញទេហើយប៉ុន្តែទស្សនវិជ្ជាទាំងអស់ហ្នឹងវាស្ថិតនៅការចងចាំផងខ្ញុំព្រោះដល់អញ្ចឹងទេបានខ្ញុំគិតថាខ្ញុំគួរតែ share ចែករំលែកបទពិសោធន៍អីដែលខ្ញុំចងចាំហ្នឹងនៅក្នុង artwork របស់ខ្ញុំដើម្បីជាទូទៅការបំផុសគំនិតធ្វើស្នាដៃសិល្បៈរបស់ខ្ញុំគឺមានច្រើនមានទី1បរិយាកាសជុំវិញខ្លួនខ្ញុំទម្រង់ពណ៌ធម្មជាតិមិនអាចនិយាយបានទេបើថាមិនអាចទេមិននិយាយបានព្រោះធម្មជាតិសំខាន់ដែរយើងត្រូវរៀនធម្មជាតិហើយនឹងទេសភាពនៅទីក្រុងភ្នំពេញទេសភាពនៅតាមជនបទនិយាយរួមទៅតាមការចងចាំរបស់ខ្ញុំដូចជា artwork ហ្នឹងចឹងគឺ from memory នឹងគឺទាំងអស់ហ្នឹងដែល inspire ខ្ញុំដើម្បីធ្វើ artwork របស់ខ្ញុំសម្ភារៈដែលខ្ញុំប្រើប្រាស់គឺមានចម្រុះមាន color ប្រេង color acrylic color ទឹកខ្មៅដៃធ្យូងអាចគូលើកណ្ដាស់គូលើกระดาษគូអីចឹងណាខ្ញុំគិតថាសិល្បករខ្មែរយើងដោយសារខ្មែរយើងមានអរិយធម៌គុំកើងពីមុនមកមានវប្បធម៌មានប្រាសាទមានអីវាល្អហើយអីដែលសិល្បករសម័យក្មេងឥឡូវហ្នឹងគួរតែយកអីដែលដើម្បីទៅបង្ហាញដល់អន្តរជាតិទៀតមានថាយើងយកវប្បធម៌របស់យើងរួមនឹងគំនិតច្នៃប្រឌិតថ្មីដើម្បីយកទៅផ្សព្វផ្សាយវប្បធម៌ផងកម្ពុជាយើងណា